ជាដំបូងនាងខ្ញុំសូមជម្រាបសួរទៅកាន់លោកគ្រូកញ្ចថានិងលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលជាគ្រូនិស្សិតថ្នាក់ដែរនាងខ្ញុំឈ្មោះដុំស្រីណុយមានលេខរៀងទី15ថ្ងៃនេះដែរខ្ញុំនឹងមកធ្វើការចែករំលែកពីការឆ្លុះប្រចាំរបស់ខ្ញុំបន្ទាប់ពីខ្ញុំបានអានមេរៀន High Quality Classroom Assessment មកតែខ្ញុំទទួលបានអីគេខ្លះបន្ទាប់ពីខ្ញុំបានអានមេរៀននឹងជាភាសាអង់គ្លេសមកអញ្ចឹងជាដំបូងយើងត្រូវដឹងនិយមន័យថាតើhigh quality classroom assessment ហ្នឹងគឺជាអីសិនដើម្បីឲ្យយើងដឹងថាយើងធ្វើមិនដើម្បីឲ្យថ្នាក់រៀនរបស់យើងហ្នឹងគឺការវិតម្លៃថ្នាក់រៀនរបស់យើងហ្នឹងគឺវាមានគុណភាពខ្ពស់ឬក៏មានគុណភាពល្អអញ្ចឹងជាដំបូងយើងត្រូវទៅស្គាល់និយមន័យរបស់វាសិនចឹងយើងដឹងហើយដើម្បីឲ្យថ្នាក់រៀនយើងមួយមានការវិតម្លៃប្រកបដោយគុណភាពល្អបានលុះត្រាតែយើងវាតម្លៃដោយសង្កត់ធ្ងន់ទៅលើស្តង់ដាររបស់ចិត្តវិទ្យាដែលមានចំនួន3គឺ validity ដែលគេហៅថាសុពលភាពមុខហ្នឹងឬក៏ដែលយើងសង្កត់ធ្ងន់ទៅលើស្តង់ដារចិត្តវិទ្យាចំនួន3ដែលទី1នោះគឺសុពលភាពទី2គឺភាពជឿទុកចិត្តបានឬក៏ភាពច្បាស់លាស់និងទី3គឺយុត្តិធម៌ហើយមាន8ចំណុចដែលយើងធ្វើការមានថាការធ្វើអនុវត្ត8ចំណុចហ្នឹងតើនឹងធ្វើឲ្យថ្នាក់រៀនរបស់យើងហ្នឹងគឺការវិតម្លៃថ្នាក់រៀនរបស់យើងហ្នឹងគឺមានគុណភាពខ្ពស់គឺទី1គឺការកំណត់លទ្ធផលរំពឹងទុកក្នុង1ម៉ោងសិក្សារបស់សិស្សហ្នឹងឲ្យមានភាពច្បាស់លាស់និងហើយទី1នេះគឺការបង្ស៊ីទៅនឹងវិធីវិតម្លៃជាមួយនឹងលទ្ធផលរំពឹងទុករបស់យើងក្នុង1ម៉ោងសិក្សាហ្នឹងឲ្យវាមានភាពស៊ីគ្នាហើយដែលប្រភេទនៃការវិតម្លៃហ្នឹងគឺវាមានចំនួន7ចំណុចគឺទី1នោះគឺ select response ដែលយើងត្រូវការជ្រើសរើសតែទី2 construct response មានថាបង្កើតតែទី3គឺ performance មានថាការបង្ហាញជាក្រៅឬក៏ការអនុវត្តហ្នឹងហើយទី4គឺ essay គឺអត្ថបទដែលយើងអាចទៅសេបាន oral មានន័យថាសំណួរផ្ទាល់មាត់ដែលគ្រូសួរទៅកាន់សិស្សហើយនឹង observation ការសង្កេតរបស់គ្រូទៅកាន់សិស្សនិងទី7នោះគឺ self assessment or peer assessment មានន័យថាការវិតម្លៃខ្លួនឯងរបស់សិស្សហើយចំពោះចំណុចទី3វិញគឺ validity ហ្នឹងគឺជាសុខភាពដែលយើងប្រើដើម្បីវិតម្លៃនៅក្នុងថ្នាក់រៀនហ្នឹងតើការវិតម្លៃក្នុងថ្នាក់រៀនឲ្យមានគុណភាពហ្នឹងគឺយើងត្រូវគ្រប់តាម validity ហ្នឹងតមកទី4គឺ reliability or precision and ទី5វិញគឺ fairness គឺយុត្តិធម៌ទី6គឺ positive consequences មានន័យថាលទ្ធផលជីវិតជាមាន and ទី7វិញគឺ alignment ដល់មានន័យថាយើងតម្រង់វាឲ្យត្រូវថាអាការដែលយើងធ្វើហ្នឹងគឺមិនគឺទៅកាន់វាតមកទី8គឺការអនុវត្តនិងប្រសិទ្ធភាពដែលយើងសម្ដែងចេញមកខាងក្រៅហ្នឹងដែលចំណុចទី1ដែលយើងនិយាយពីថាលទ្ធផលរំពឹងទុកក្នុង1ម៉ោងសិក្សាដែលច្បាស់លាស់និងសមស្របនឹងគឺមានន័យថាម៉េចអញ្ចឹងយើងជាគ្រូយើងត្រូវតែកំណត់អានឹងឲ្យបានច្បាស់លាស់ថាតើយើងត្រូវធ្វើម៉េចហើយចំពោះសិស្សរបស់យើងដើម្បីឲ្យគាត់នឹងយល់អ្វីដែលយើងបរៀនហើយគាត់ទទួលបានវិញគាត់អនុវត្តមកហ្នឹងតើបានល្អប្រហែលមែនហើយចំពោះចំណុចទី2ដែលការដែលយើងជ្រើសរើសវិធីសាស្ត្រនៅក្នុងការវាតម្លៃហ្នឹងឲ្យសមស្របជាមួយនឹងលទ្ធផលរំពឹងទុកក្នុង1ម៉ោងសិក្សារបស់យើងហ្នឹងអញ្ចឹងយើងដឹងហើយថាមិញរបៀបនៃការវាតម្លៃមានថាវិធីសាស្ត្រក្នុងការវាតម្លៃហ្នឹងគឺមានចំនួន7អញ្ចឹងយើងគួរតែប្រើវាមិនឲ្យសមស្របទៅនឹងលទ្ធផលរំពឹងទុកក្នុង1ម៉ោងសិក្សារបស់យើងនឹងហើយចំពោះចំណុច
ទី3វិញគឺភាពមានថាតុល្យភាពឬក៏ដែលភាសាអង់គ្លេសហ្នឹងគឺ validity ហ្នឹងវាពិតជាសំខាន់ណាស់ព្រោះអីមាន3ដែលសំខាន់គឺ validity reliability and fairness ហ្នឹងគឺវាជាទៅក្នុងរង្វង់មួយដែលវាល្អសម្រាប់ការធ្វើវាតម្លៃហ្នឹងបើសិនបើយើងមានន័យថាផ្ដោតទៅលើអា3ហ្នឹងយើងនឹងមានវិធីក្នុងការវាយតម្លៃហ្នឹងគឺគុណភាពរបស់យើងគឺល្អខ្លាំងមែនតើហើយហ្នឹងវាក៏ជាសញ្ញានៃការវាយតម្លៃដែលមានភាពត្រឹមត្រូវហើយនឹងច្បាស់លាស់ដែរឧទាហរណ៍ពេលដែលយើងចង់ដឹងថាសិស្សរបស់យើងហ្នឹងអាចរបៀបថាបែងចែកលេខនឹងបានដល់កម្រិតណាយើងនឹងដឹងថាបន្ទុករបស់គាត់តែរបស់គាត់នឹងបង្ហាញវាមានថាបង្ហាញតាមរយៈបន្ទុកតែរបស់គាត់ហ្នឹងអាហ្នឹងគឺតុល្យភាពរបស់សិស្សយើងហើយ ability ហ្នឹងវាគឺជាលក្ខណៈដែលផ្ដោតទៅលើលទ្ធផលដែលសមស្របហ្នឹងណាដែលយើងប្រើដើម្បីកំណត់លទ្ធផលក្នុងការវិនិច្ឆ័យចុងក្រោយនឹងដែរហើយចំពោះចំណុចទី4វិញគឺ reliability or frequency នឹងតើវាគឺជាអីចឹងវាក៏ដូចជា validity ដូចគ្នាតែយើងដឹងថា validity គឺតុល្យភាពអញ្ចឹង reality ហ្នឹងគឺជាភាពដែលអាចជឿទុកចិត្តបានដែលយើងបង្ហាញវាចេញមកមុនពេលដែលយើងច្នៃប្រឌិតអានលទ្ធផលដែលសមស្របហ្នឹងអញ្ចឹងបន្ថែមទៅនេះទៀតបន្ទូដែលយើងបង្កើតចេញពីការខ្វះឬក៏អីហ្នឹងគឺយើងត្រូវឲ្យវាហ្នឹងគឺមានលទ្ធផលជឿទុកចិត្តបានគឺមានថាមានតម្លៃស្មើគ្នាហ្មងហើយយើងឲ្យវាមានភាព error ទេគឺការវិតម្លៃហ្នឹងគឺត្រូវតែត្រឹមត្រូវហ្មងគឺយើងអាចឲ្យវាមានភាព error ទេអញ្ចឹងយើងត្រូវដាក់វាឲ្យត្រឹមត្រូវថាគួរតែធ្វើមិនអញ្ចឹងអាហ្នឹងគឺតកតូនទៅនឹងភាពដែលជឿទុកចិត្តបានចំណុចទី5វិញគឺតកតងទៅនឹងយុត្តិធម៌ចឹងយើងដឹងហើយថាគ្រូគឺត្រូវធ្វើការរំវាយតម្លៃដោយយុត្តិធម៌យើងអាចលំអៀងទៅកាន់សិស្សម្នាក់ណែបានទេតើអត់អញ្ចឹងគឺការវាយតម្លៃគឺវាការវាយតម្លៃដែលយុត្តិធម៌ហ្នឹងវាពិតជាផ្ដល់ឲ្យសិស្សនៅឱកាសស្មើគ្នាដើម្បីកំណត់លទ្ធផលដែលពួកគាត់នឹងទទួលបាននឹងគឺជាការទទួលបានដែលត្រឹមត្រូវសិស្សទាំងអស់នោះគឺត្រូវការឱកាសដែលស្មើគ្នាគឺអត់មានឲ្យលំអៀងទៅខាងណាគេម្នាក់អញ្ចឹងយើងជាគ្រូគឺត្រូវធ្វើម៉េចកុំលំអៀងទៅកាន់ណាគេម្ដងណាគេម្នាក់សិស្សយើងម្នាក់អីចឹងណាអញ្ចឹងដើម្បីឲ្យមានយុត្តិធម៌បានគឺសិស្សគឺមានចំណេះដឹងក្នុងការទទួលបានលទ្ធផលសិក្សាក្នុងមួយម៉ោងសិក្សានិងការរំលាយតម្លៃឱកាសដើម្បីរៀនដូចគ្នាទទួលបានចំណេះដឹងនិងជំនាញដូចគ្នាអញ្ចឹងគឺសិស្សទាំងអស់ហ្នឹងគឺបានទាំងអស់ហ្មងគឺអត់មានថាម្នាក់ណាដែលអត់ទទួលបានទេហើយទាំងអស់ហ្នឹងគឺជាអ្វីដែលគ្រូត្រូវធ្វើចំណុចទី6នេះគឺ positive consequence មានន័យថាលទ្ធផលវិជ្ជមានអញ្ចឹងការរំលាយតម្លៃដែលមានគុណភាពខ្ពស់គឺត្រូវតែមានលទ្ធផលជាវិជ្ជមានសម្រាប់ខ្លួនឯងដើម្បីកសាង
នឹងសិស្សរបស់យើងនឹងហើយទាំងអស់នឹងដែរគឺត្រូវតែមានដើម្បីឲ្យសិស្សហ្នឹងទទួលបានលទ្ធផលល្អអញ្ចឹងសម្រាប់ការចែកម្លែករបស់ខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងអរគុណលោកគ្រូសម្រាប់ការស្ដាប់វីដេអូមួយនេះ